ករនៅថ្ងៃទី5ខែ6ថ្ងៃពហុកាលពីម្សិលមិញខ្ញុំបានព្យាករណ៍ថាតម្លៃមាសនឹងមិនទាន់ទៅណាឆ្ងាយទេម្សិលមិញថ្ងៃក៏ដូចគ្នាដែរបាទហើយបច្ចុប្បន្នគឺវានៅតឹងទៅតឹងមកដែរវារងចាំព័ត៌មានធំគឺ Nan Farm Payroll ថ្ងៃស្អែកអញ្ចឹងនៅនេះគឺជា support និង resistance ខ្ញុំនៅរក្សាដដែល resistance គឺ3393និង resistance to 3420ហើយ support គឺ3333អញ្ចឹងបើសិនជាមាសឡើងទៅដល់3390ខ្ញុំនឹងតម្លាក់ signal ធ្វើការ sell ចុះមកក្រោមហើយ TP និង SL ប៉ុណ្នេះបាទតែបើមាសនៅវាធ្លាក់មកវិញធ្លាក់មកត្រឹម3345ឬក៏3350ខ្ញុំនឹងធ្វើការតម្លាក់ signal buy ដើម្បីឲ្យយើងធ្វើការជួញដូរឡើងលើតែទោះយ៉ាងណាខ្ញុំនៅតែមានសុទ្ធិធនិយមថាតម្លៃមាសវានឹងឡើងលើមិនចុះក្រោមឆ្ងាយទៅដល់ថា resistance 2នៅខាងក្រោមទេបាទអញ្ចឹងនេះគឺជាការព្យាករណ៍ខ្លីៗរបស់ខ្ញុំថ្ងៃនេះហើយបងប្អូនចូលចិត្តអាច join channel របស់ខ្ញុំបានហើយមានចំណងនេះអាចតាក់ទង admin បន្ថែមបានបាទសូមអរគុណ